បាទសួស្តីពុកម៉ែបងប្អូនប្រជាកសិករដែលស្រឡាញ់ដំណាំទុរេនពេលនេះខ្ញុំចង់បង្ហាញអំពីការលូតលាស់របស់ទុរេនខ្ញុំដែលមានអាយុ3 ខែគត់បាទឃើញថាការលូតលាស់ល្អឃើញត្រួយហើយទុរេនរបស់ខ្ញុំគឺខ្ញុំដាំជាក្រុមយើងអាចហៅថាទុរេនក្រុមដោយក្នុងមួយគុម្ពនេះគឺដាំ3ដើមបាទដាំ3ដើមរៀងជាត្រីកោណអញ្ចឹងហើយទុរេនរបស់ខ្ញុំគឺខ្ញុំដាំដោយលើករងរួចយើងដាំទុរេននៅលើរងហ្នឹងហើយដាំមួយគុម្ពក្នុងមួយគុម្ពទុរេន3ដើមខាងនេះក៏លូតលាស់បានល្អការដាំដំបូងកូនតូចៗកម្ពស់ប្រហែលជា7-8 តឹកតែពេលនេះបន្ទាប់ពីដាំបាន3 ខែគឺកម្ពស់ជាង1 ម៉ែត្រប្រហែលជា1 ម៉ែត្រ 2 តឹកឬក៏ដើមខ្លះអាចកម្ពស់បាន1 ម៉ែត្រខាងនេះក៏លូតលាស់បានល្អត្រួយចេញល្អចំណុចល្អដែលដាំដោយលើករងបែបនេះគឺថានៅរដូវភ្លៀងខែវស្សាភ្លៀងជោកជាំគឺប្រឡោះរងនេះវាទៅជាផ្លូវរំដោះទឹកទុរេនបាទផ្លូវរំដោះទឹកទុរេនអញ្ចឹងទុរេនរបស់យើងដែលដាំហ្នឹងគឺมันមានទឹកដក់ជាប់នៅនឹងឫសវាទេអញ្ចឹងធ្វើឲ្យទុរេនមានការលូតលាស់ល្អហើយបើយើងមិនបានលើករងបែបនេះនៅពេលដែលភ្លៀងជោកជាំខ្លាំងទុរេនយើងអាចងាប់រលួយឬគល់អាចបណ្ដាលឲ្យមានជំងឺហើយនឹងងាប់កូនទុរេនយើងបានតែបើកាលណាយើងលើករងបែបនេះគឺថាអត់បញ្ហារឿងជាំទឹកអត់បញ្ហារឿងដក់ទឹកឬទុរេនទេអានេះជាចំណុចល្អខាងនេះគឺទុរេនពូជមន់ថងបាទពូជមន់ថងដាំលើករងបែបនេះទាំងអស់អញ្ចឹងពេលភ្លៀងមកឫសទុរេនរបស់យើងវាអត់ត្រាំក្នុងទឹកទេភ្លៀងមកវាហូរចូលតាមប្រឡោះរងនេះលូតលាស់បានល្អចេញត្រួយល្អខាងនេះពូជមូសាំងឃីងហ្នឹងកាលដាំហ្នឹងកូនតូចប្រហែលជា5-6 តឹកពេលនេះដើមខ្លះអាចមានកម្ពស់8-9 តឹកឬក៏មានដល់1 ម៉ែត្រមូសាំងឃីងដាំ3ចឹងទាំងអស់លូតលាស់ចេញត្រួយបានល្អដែរ
ខាងនេះក៏ Mustang King ដែរហើយខាងនេះក៏ Mustang King លូតលាស់បានល្អស្មៅច្រើនបាទមានដាំល្ពៅមានដាំតឡាចជាមួយនៅលើរងហ្នឹងបាទមានដាក់ចេកហើយបងប្អូនប្រហែលជាឆ្ងល់ថាហេតុអីបានជាមិនជំរះស្មៅចេញបាទបើសិនជាមានចម្ងល់ពាក់ព័ន្ធនឹងហេតុដូចម្ដេចបានខ្ញុំដាំជាក្រុមដោយក្នុងមួយគុម្ពមាន3ដើមឬមួយបើបងប្អូនមានចម្ងល់ថាហេតុអីបានខ្ញុំដាំដោយលើករងឬមួយបងប្អូនអាចឆ្ងល់ថាហេតុអីបានជាខ្ញុំទុកស្មៅខ្ញុំមិនបាញ់ស្មៅឬក៏មិនបោចស្មៅចេញពីគុម្ពឬក៏ចេញពីរងទុរេនបងប្អូនអាចឆាតសួរខ្ញុំបានបាទនេះឡើងបានខ្ពស់នេះជាង1 ម៉ែត្រដែរល្អចេញត្រួយល្អហើយសូមបញ្ជាក់ផងដែរថាកាលពេលខ្ញុំដាំគឺមិនបានប្រើជីទ្រាប់គល់មិនបានដាក់ជីមិនបានដាក់ថ្នាំកាឌីអ្វីទាំងអស់ពេលដាក់ដាំដំបូង